ចំអិនមួយចានម្ដងមួយចានត្រឹម15នាទីខ្ញុំជួយសង្គ្រោះការកុម្ម៉ង់អាហារកម្រិតជាតិរបស់ធ្វើឲ្យចៅហ្វាយខេតនិងភ្ញៀវបរទេសសរសើរមិនដាច់ពីមាត់តែដល់ថ្ងៃស្អែកអ្នកគ្រប់គ្រងបែរជាឲ្យខ្ញុំពិន័យខ្លួនឯងពី000យន់ទៅវិញគ្រាន់តែព្រោះខ្ញុំប្រញាប់ពេកក៏ភ្លក់សំដៅផ្ទាល់ក្នុងឆ្នាំការងារគឺការងារកំហុសគឺកំហុសអ្នកទាំងអស់គ្នាដឹងទេច្បាប់ផ្ទះបាយបានចែងច្បាស់ណាស់ក្បួនច្បាប់ត្រូវតែអនុវត្តពិន័យពី000យន់សង្ឃឹមថាគ្រប់គ្នានឹងចងចាំទុកជាមេរៀនខ្ញុំក៏ព្រមបង់ប្រាក់ពិន័យភ្លាមកាត់ផ្ដាច់មេដៃកិត្តិយសពូបំផុតរបស់សន្តាគារចៅមួយដុំចាប់ពីពេលនេះទៅខ្ញុំនឹងធ្វើតាមច្បាប់សន្តាគារទាំងស្រុងច្បាប់ផ្ទះបាយបានចែងច្បាស់គឺហាមដាច់ខាត់មិនឲ្យចុងភៅធ្លាក់រសជាតិសម្ដៅផ្ទាល់ក្នុងឆ្នាំតែលោកសុងគាត់កុំជួយសង្គ្រោះមុខមាត់សន្តាគារយើងគឺកំហុសគ្មានលើកលែងលោកអ្នកគ្រប់គ្រងបើលោកគ្រូខ្ញុំមិនផ្លាក់សំនោះទេរសជាតិវាមិនរលីងដូចដើមទេស្ងាត់មកទៅលោកសុងខ្ញុំដឹងថាបងបានបង្កើតស្នាដៃល្អតែច្បាប់ត្រូវតែជាច្បាប់ពីនៃពី000យន់ឥឡូវនេះសងលុយមកទទួលលុយពី000យន់រួចរាល់ហើយលោកគ្រូភ្ញៀវតលេខ3សុំបដូរមុខម្ហូបពីត្រីចំហុយមកជាត្រីទឹកខ្មេះដូចពីមុនវិញបានទេក្នុងមើលនុយគ្មានមុខម្ហូបនឹងទេតែគាត់ជាភ្ញៀវប្រចាំរបស់យើង10ឆ្នាំមកហើយណាចាំដាក់ចូលមើលនុយសិនសឹមនិយាយបន្តលោកសុងគាត់ខឹងនឹងពួកយើងមែនទេខឹងអីណាសន្តាគារយើងមិនខ្វះចុងភៅទេគាត់នឹកស្មានថាសន្តាគារនឹងខ្វះគាត់ទើបមិនដំណើរការមែនទេតែអត្រាភ្ញៀវថយចុះដល់20ហើយណានឹងព្រោះតែពួកឯងគ្មានសមត្ថភាពខ្លួនឯងទៅរកដំណោះស្រាយចុះមកហើយតុភ្ញៀវនោះគេរំលឹកដល់ទៅ3ដងហើយយកសាច់ជ្រូក3ជាន់មកឆាប់ឡើងដាក់ភ្លើងឲ្យខ្លាំងមកលោកគ្រូត្រឹម15នាទីមិនអាចចម្អិនសាច់ជ្រូកនេះឲ្យឆ្អិនទាន់ទេខ្ញុំប្រាប់ថាឆាប់ឡើងកាលពីយប់មិញលោកសុងបានជួយសង្គ្រោះមុខមាត់សន្តាគារយើងតាមរយៈការចម្អិនអាហារដ៏អស្ចារ្យត្រឹមតែ15នាទីប៉ុណ្ណោះនេះជាមេដាយកិត្តិយសតារាវិស័យសន្តាគារគូសម្រាប់លោកអរគុណចប់ការផ្ដល់រង្វាន់ហើយប៉ុន្តែខ្ញុំមានរឿងមួយទៀតត្រូវនិយាយកាលពីយប់មិញលោកសុងបានធ្លាក់រសជាតិសម្ដៅផ្ទាល់ក្នុងឆ្នាំអ្នកទាំងអស់គ្នាដឹងស្រាប់ហើយនេះវាខុសនឹងបទបញ្ជាអនាម័យផ្ទះបាយយើងយ៉ាងធ្ងន់ធ្ងរអញដឹងទេថាដើមឈើមួយនេះអ្នកណាជាអ្នកដាំអ្នកណាទៅលោកគ្រូគឺឪពុកខ្ញុំឯងកាលពីបើកសន្តាគារដំបូងគាត់គឺជាចុងភៅមេទី1នៅទីនេះមហូបតលេខ6គេដកចេញទៀតហើយនេះជាលើកទី3ហើយណាថ្ងៃនេះលើកទី1ថាប្រៃលើកទី2ថាស្វិតលើកទី3នេះទាំងប្រៃទាំងស្វិតទៀតភ្ញៀវគេនិយាយហើយបើនៅតែអញ្ចឹងទៀតគេនឹងផុសរិះគន់លើបណ្ដាញសង្គមហើយពីមុនរាល់មុខម្ហូបគឺលោកសុងជាអ្នកត្រួតពិនិត្យគាត់ធ្លាក់តែមួយមាត់គឺដឹងខុសត្រូវហើយពួកឯងជាចុងភៅធ្វើម្ហូបខ្លួនឯងមិនដឹងរសជាតិមិនបានអ្នកស្រីចៅដែលជាសមាជិកកាត់ពេជ្រគាត់នឹងមកញ៉ាំអាហារពេលល្ងាចនៅបន្ទប់កម្មនាយប់នេះគាត់ចង់ញ៉ាំទៅហ៊ូសាច់ក្តាមតាមរូបមុនលោកសុងឯងទៅប្រាប់គាត់ទៅលោកអ្នកគ្រប់គ្រងមុខម្ហូបនេះមិនមានក្នុងមើលនុយទេហើយច្បាប់សន្តាគារក៏មិនអនុញ្ញាតដែរច្បាប់គឺសម្រាប់មនុស្សស្លាប់ទេឯមនុស្សរស់គេចេះបត់បែនអ្នកស្រីចៅគាត់ចំណាយលុយដល់ទៅ4សែនក្នុងមួយឆ្នាំណាលោកសុងលោកគ្រូស្អែកមានកម្មវិធីនៅបន្ទប់វេបលោកគ្រូមិនទាន់ចម្រាញ់ស៊ុបនោះផងបើមិនធ្វើឥឡូវនេះទេរសជាតិវាមិនដាច់ទេម៉ោងនេះអស់ម៉ោងធ្វើការហើយតាមច្បាប់សន្តាគារហាមប្រើប្រាស់ឧបករណ៍ក្រោយម៉ោងពីមុនគ្រូធ្លាប់ជួយឯងគឺគ្រូខុសនឹងច្បាប់ហើយចាប់ពីថ្ងៃនេះទៅឯងត្រូវធ្វើដោយខ្លួនឯងចុងភៅល្បីឈ្មោះម្នាក់នេះហ្វេនមិនតិចទេណា5សែនអ្នកឯណោះហើយចំណេញទៀតព្រោះប្រាក់ខែគាត់ថោកជាងលោកសុង4ដងសប្តាហ៍ក្រោយក្រុមការងារគេនឹងចុះមកពិនិត្យបង្ហាញមុខគេបន្តិចទៅចំណែកលោកសុងទុកគាត់ឲ្យនៅទំនេរចុះចាំដល់ពេលគាត់ទ្រាំមិនបានគាត់នឹងមកសុំយើងវិញទេលោកគ្រូលោកប្រធានចង់រកអ្នកមកជំនួសលោកគ្រូហើយគេនឹងមកធ្វើការថ្ងៃស្អែកនេះបើគេចង់ជំនួសក៏ឲ្យគេធ្វើទៅតែលោកគ្រូមិនព្រួយបារម្ភទេហ៎បារម្ភទៅកើតអ្វីចាំគ្រូប្រាប់ណាអាសិស្សជំនាញចុងភៅគឺគ្មាននរណាដកហូតយកពីយើងបានទេតែទឹកចិត្តមនុស្សបើវាត្រជាក់ហើយវាមិនអាចត្រឡប់មកកម្ដៅវិញបានទេ
20 ឆ្នាំមកនេះទើបតែយប់នេះឯងដែលខ្ញុំមានអារម្មណ៍ធំក្លិនផ្កាស្មងនៅម៉ោង 9 យប់ លោកម្ចាស់យប់នេះលោកចង់ទទួលទានតៅហ៊ូគ្រឿងសមុទ្រមែនទេចា៎ អត់មានក្នុងបញ្ជីមុខម្ហូបទេណា ចាគឺលោកប្រធានមកគាត់ឲ្យនាងខ្ញុំមកប្រាប់គាត់មិនហ៊ានមកជួបលោកដោយផ្ទាល់ទេប៉ុន្តែនាងខ្ញុំគិតថាលោកគួរតែជ្រាបដែរ នាងជំនួយកាលីជួយប្រាប់ប្រធានមកឲ្យផងតាមច្បាប់របស់សន្តាគារយើងខ្ញុំមិនអាចធ្វើម្ហូបក្រៅបញ្ជីបានឡើយបើភ្ញៀវត្រូវការចាំបាច់ត្រូវដាក់ពាក្យស្នើសុំជាមុនឲ្យខាងរដ្ឋបាលត្រួតពិនិត្យហើយឲ្យប្រធានវាងចុះហត្ថលេខាបើដំណើរការតាមនេះរួចរាល់សឹមខ្ញុំធ្វើឲ្យ ចុងភៅសងគាត់ឲ្យធ្វើតាមនីតិវិធីចាគឺត្រូវមានពាក្យស្នើសុំការយល់ព្រមនិងហត្ថលេខាខ្វះមួយមិនបានទេ សូមណែនាំឲ្យគ្រប់គ្នាបានស្គាល់នេះគឺ AG ជាភ្លុកគឺរំហូបអាហារដ៏ល្បីល្បាញធ្លាប់ធ្វើជាចុងភៅនៅសន្តាគារផ្កាយ5ចាប់ពីថ្ងៃនេះទៅគាត់នឹងឡើងកាន់តំណែងជាអនុប្រធានចុងភៅរបស់សន្តាគារយើង ចុងភៅសងខ្ញុំបានមើលប្រវត្តិរូបរបស់ AG ហើយគាត់ទៅធ្វើការនៅសន្តាគារផ្កាយ5 3កន្លែងមិនដែលឆ្លងផុតដំណាក់កាលសាកល្បងការងារផង នាងជំនួយកាលីហេតុអ្វីបានមកប្រាប់ខ្ញុំរឿង ព្រោះ នេះ នៅក្នុងសន្តាគារនេះរឿងដែលសំខាន់បំផុតគឺនៅសល់តែអ្នកឯងម្នាក់នេះឯង សាច់បង្កងនេះស្វិតដូចជួរហ្មងទឹកជ្រលក់ក៏ប្រៃជូរចាប់ដែរហើយមេចុងភៅមកលោកម្ចាស់មេចុងភៅសុំគាត់មិននៅទេថ្ងៃនេះមិននៅចុះអាម្ហូបសម្រាប់នេះអ្នកណាជាអ្នកធ្វើខ្ញុំចំណាយអស់ $8,000 មកញ៉ាំអាហារពួកឯងយករបស់បែបនេះមកបោកខ្ញុំមែនទេសងលុយមកវិញឲ្យអស់រួមទាំងថ្លៃស្រាប់ផងសរុប 23,000 អាតូចមកយឺត5នាទីតាមច្បាប់សន្តាគារត្រូវកាត់ប្រាក់ខែលោកប្រធានមកយប់មិញខ្ញុំរៀបចំរបស់ដល់ម៉ោង 1 ជាងទើបបានសម្រាប់ខ្ញុំមិនខ្វល់ថាអញធ្វើស្អីទេយឺតគឺកាត់បើមិនពេញចិត្តដាក់ពាក្យប្តឹងទៅចិត្តមនុស្សនេះបើវាត្រជាក់ហើយគឺកម្ដៅមិនឡើងវិញទេឥឡូវអញយល់ហើយមែនទេយល់ហើយលោកគ្រូពួកគេមិនដែលចាត់ទុកយើងជាមនុស្សទេប៉ុន្តែខ្ញុំនៅជាប់កិច្ចសន្យា1 ឆ្នាំកន្លះទៀតឯណោះ ខ្ញុំត្រូវផ្ញើលុយត្រឡប់ទៅផ្ទះរាល់ខែណាគេតែនិយាយថាធ្វើជាចុងភៅគឺគ្រាន់តែជាអ្នកបម្រើគេគ្មានអនាគតទេត្រឹមប៉ុណ្ណឹងក៏នៅត្រូវគេកាត់ប្រាក់ខែទៀត អាតូចឪពុកម្ដាយអញនិយាយថាម៉េចវាមិនសំខាន់ទេអ្វីដែលសំខាន់គឺអញមើលឃើញខ្លួនឯងថាម៉េចមុខរបរចុងភៅគឺត្រូវប្រើពេលវេលាខំប្រឹងទើបបានល្អដោយការដាំដំណាំរបស់ឪពុកម្ដាយអញអញ្ចឹង ម៉ាស៊ីនចំហុយនេះខូចហើយមិនថាកែតម្រង់យ៉ាងណាក៏ចំហាយវាមិនប្រក្រតីដែរខ្ញុំខំធ្វើតាំងពីព្រលឹមឥឡូវខូចអស់ហើយ ចុះបើហើយជាងមកជួសជុលទៅ ជាងមកពីខ្វាងជើយ៉ាងហោចណាស់ក៏3ថ្ងៃដែរចុះម្ហូបសម្រាប់កម្មវិធីលៀង3ថ្ងៃទៀតធ្វើម៉េចត្រូវលុបចោលទាំងអស់មែនទេ ចុងភៅសុងម៉ាស៊ីនចំហុយខូចហើយគ្មានអ្នកណាដឹងរបៀបជួសជុលទេជួយមើលឲ្យផងលោកប្រធានមកតាមច្បាប់ការងារគឺផ្នែកវិស្វកម្មជាអ្នកទទួលខុសត្រូវវាមិនមែនជាកាតព្វកិច្ចរបស់ខ្ញុំទេតែផ្នែកវិស្វកម្មថាម៉ាស៊ីននេះនាំចូលពួកគេជួសជុលមិនកាត់ទេឥឡូវនេះជាម៉ោងសម្រាប់របស់ខ្ញុំបើមានការអីចាំនិយាយគ្នានៅម៉ោង 2 រសៀលអ្នកត្រួតពិនិត្យមីឡាំងគេមកដល់ហើយអាយ៉ាមែនហ្នឹងព័ត៌មាននេះពិតមែនអត់បើការនេះខូចការខ្ញុំសុកចិត្តលាលែងពីតំណែងគ្រប់គ្នាស្ងប់អារម្មណ៍ទៅខ្ញុំស្គាល់រឿងនេះច្បាស់ណាស់មុខម្ហូបទាំងអស់គឺធ្វើទៅតាមលំដាប់លំដោយកុំឲ្យមានកំហុសគឺបានហើយខ្ញុំធ្លាប់ជួបគេនៅសៀងហៃច្រើនដងដែរដល់ពេលនោះខ្ញុំនឹងចុះផ្ទាល់ដៃតែម្ដងលោកប្រកាសចិត្តហើយមែនទេគឺប្រកាសដល់ 200 តែម្ដងកុំទៅរវីរវល់ជាមួយវាអីទុកឲ្យវាធ្វើតាមចិត្តទៅចាំមើលវាខ្លាំងប៉ុណ្ណាបាយឆានិងបន្លែឆាគឺយកតែពីមុខនេះទេគឺប៉ុណ្្នឹងហ្នឹងមិនមែនពិបាកអីផងមានតែដៃធ្វើទៅគឺរួចរាល់ហើយលោកម្ចាស់ចុះគេទៅណាបាត់ហើយគេទៅបាត់ហើយគេបានសរសេរក្រដាស់ទុកឲ្យមួយសន្លឹកបាយឆាគ្មានរសជាតិសុទ្ធឆាខ្វះភាពចិត្តចង់គ្មានអ្វីគួរឲ្យចង់ញ៉ាំសោះចុងភៅសន្តាគារលំដាប់ថ្នាក់នេះសូម្បីតែបាយឆាមួយចានក៏ធ្វើមិនបានល្អដែរអាវ៉ាំងឆ្នាំនេះគេកាត់បន្ថយថវិកាសន្តាគារយើងអស់មួយពាក់កណ្ដាលហើយកាត់ថវិកាពាក់កណ្ដាលកាត់ពាក់កណ្ដាលបែបនេះគឺឲ្យខ្ញុំស្លាប់ច្បាស់ហើយលោកម្ចាស់អ្នកត្រួតពិនិត្យគេទៅបាត់ហើយគេទៅបាត់ហើយគេវិតម្លៃម្ហូបយើងថាគ្មានគុណភាពតតែសោះចុះអាអ្នកដែលអញរកមកនោះវាមិនមែននិយាយថា200ទេ
លោកប្រធានការខ្ញុំនៅសៀងហៃគឺខ្ញុំធ្លាប់ឃើញលោកពិនិត្យម្ហូបនៅហាងនេះមែនប៉ុន្តែពេលនោះខ្ញុំមិនមែនជាអ្នកចម្អិនទេខ្ញុំគ្រាន់តែជាជំនួយការចម្អិនហើយក៏រៀបចំដាក់ចានតែប៉ុណ្ណោះលោកគ្រាន់តែជាអ្នករៀបចំម្ហូបដាក់ចាននឹងម្ហូបនៅក្នុងវីដេអូហ្នឹងគឺខ្ញុំធ្វើមែនប៉ុន្តែខ្ញុំត្រូវថតវា5 ទៅ 6 ដងទើបជ្រើសរើសយកមួយដែលល្អបំផុតនេះគេបានមនុស្សដែលឯងរកមកឲ្យខ្ញុំត្រឹមតែអ្នករៀបចំដាក់ចានសោះបែរជាឯងយកមកកុហកថាជាមេចុងភៅអញដឹងទេថាបើការពិនិត្យរបស់ Michelin បរាជ័យវានឹងប៉ះពាល់ធ្ងន់ធ្ងរប៉ុណ្ណាថាវិការរបស់សន្តាគារយើងនឹងត្រូវកាត់ពាក់កណ្ដាលលោកម្ចាស់មកពេលនេះមានការអ្វីដែរខ្ញុំដឹងថាអ្នកមិនពេញចិត្តខ្ញុំប៉ុន្តែរឿង Michelin នេះមិនមែនជារឿងផ្ទាល់ខ្លួនរបស់អ្នកនិងខ្ញុំទេវាជារឿងរបស់សន្តាគារទាំងមូលអតិថិជនជាង300នាក់កំពុងតែរងចាំញ៉ាំអាហារនៅទីនេះហើយថ្ងៃស្អែកអ្នកពិនិត្យនឹងមកដល់ទៀតតើអ្នកអាចលោកម្ចាស់ឥឡូវនេះជាម៉ោងសម្រាប់តាមច្បាប់សន្តាគារម៉ោងនេះយើងមិននិយាយរឿងការងារទេសុំដល់ពេលនេះហើយនៅហ៊ានមកនិយាយពីរឿងច្បាប់ទៀតច្បាប់គឺច្បាប់មិនមែនលោកនិងអ្នកគ្រប់គ្រងម៉ាតេដែលជាអ្នកបង្រៀនខ្ញុំពីមុនមកនោះលោកគ្រូអាជីពនឹងគេធ្វើការយប់ហួសម៉ោងចំណែកលោកម្ចាស់វាងក៏មិនបានសម្រាប់ទាំងយប់ដែរភ្នែកគេក្រហមដូចទន្សាយទៅហើយអូមួយទៀតលោកមកគាត់ចុះទៅរកមេចុងភៅតាមទីផ្សារការងារតាំងពីព្រលឹមឬថាគាត់ចង់តាក់ទងមេចុងភៅអាហារកាតាំងដែលធ្លាប់ឈ្នះមេដាយមីសមកធ្វើការនៅនេះមេដាយនេះហីលោកគ្រូកុំព្រួយបារម្ភអីអាជិកក្នុងវិស័យនេះមានរឿងមួយដែលឯងនឹងយល់ក្នុងពេលឆាប់នេះគឺមេដាយអាចទិញបានសញ្ញាបត្រអាចបោះពុំបានតែរសជាតិអាហារទើបជាការកាត់សេចក្តីដ៏ពិតប្រាកដគាត់បោកលោកម្ចាស់វាងបានតែគាត់មិនអាចបោកអតិថិជនបានទេលោកគ្រូសុងលោកម្ចាស់វាងបានទៅរកលោកកាលពីយប់មិញមែនទេហេតុអីបានជាអ្នកដឹងខ្ញុំនៅវេនយប់ខ្ញុំឃើញគាត់ពាក់អាវក្រៅដើរទៅខាងក្រោយតាមពិតជីវិតលោកម្ចាស់វាងក៏មិនស្រួលប៉ុន្មានដែរភរិយាគាត់ស្លាប់តាំងពីឆ្នាំមុនខាងលើក៏ដាក់សម្ពាធខាងក្រោមជាក្មួយប្រុសគាត់ទៀតភ្លេចវាទៅខ្ញុំមិនគួរនិយាយរឿងនេះទេសូមស្វាគមន៍លោកមេចុងភៅលៀងកតុងម្ចាស់ជ័យលាភីមេដាយមាសនិងជាអតីតមេចុងភៅនៅហាងលំដាប់កាយ Michelin 3នៅខ្វាងជូវចាប់ពីថ្ងៃនេះទៅលោកគឺជាមេចុងភៅថ្មីរបស់យើងសូមស្វាគមន៍ចុងភៅថ្មីរបស់យើងមកដល់កន្លែងថ្មីខ្ញុំសូមកិច្ចសហការពីគ្រប់គ្នាផងការងារក្នុងផ្ទះបាយរបស់ខ្ញុំមានលក្ខខណ្ឌសាមញ្ញណាស់ត្រូវមានវិជ្ជាជីវៈសកម្មនិងស្តាប់បង្គាប់អ្នកណាដែលមិនគោរពតាមស្តង់ដារទោះបីជាមានបទពិសោធន៍យូរឆ្នាំយ៉ាងណាក៏ដោយក៏ត្រូវតែដេញចេញទាំងអស់ចុងភៅដែលពូកែពិតប្រាកដគេមិនពាក់នាឡិកាដៃទេព្រោះខ្លាញ់នឹងខ្ទាបដាក់ហើយពេលឆាអីនឹងគិតខូចអស់នាឡិកាមាសនៅមុខចង្កានអត់បាន3ថ្ងៃទេនេះជាអីគ្រឿងផ្សំដែលខ្ញុំលាយដោយខ្លួនឯងសម្រាប់ឆាសាច់ប្រើប្រាស់ទឹកស៊ីអ៊ីវស្ករផ្កាចាននិងរមៀតយកមករំងាស់ភ្លើងតិចរយៈពេល6ម៉ោងគ្រឿងផ្សំទាំងអស់នៅក្នុងផ្ទះបាយនេះត្រូវតែប្រើប្រាស់ផលិតផលដែលសន្តាគារបានកំណត់តាមស្តង់ដារតែប៉ុណ្ណោះគ្រឿងផ្សំដែលលាយដោយខ្លួនឯងហាមដាច់ខាតមិនឲ្យប្រើលោកមិនដឹងពីច្បាប់ទេទឹកជ្រលក់នេះគឺជាស្នាដៃចុងភៅធំចំនួនទី1ការបើកសន្តាគារនេះដំបូងកាលពី20ឆ្នាំមុនហើយលោកប្រធានសន្តាគារជាអ្នកចាស់ត្រូវកែសម្រួលទាំងអស់បានតែខ្ញុំមានសំណួរមួយមុខម្ហូបមន់អបផ្កាកុលាបក្នុងបញ្ជីរមុខម្ហូបទំព័រទី3តាមរូបមន្តដើមត្រូវតែប្រើទឹកស៊ីអ៊ីវពិសេសនេះទើបមានពណ៌និងរសជាតិឆ្ងាញ់ចុងភៅលៀងតើលោកនឹងយកទឹកស៊ីអ៊ីវអ្វីមកជំនួសរឿងរបស់អញមិនបាច់មកចេះដឹងភ្ញៀវគេថាស៊ុបនេះឆ្អាប់ណាស់អត់អាចទទួលទានបានទេមិនអាចទៅរួចស៊ុបនេះខ្ញុំធ្លាប់ឈ្នះពីមាសនៅខ្វាងជើផងមិនអាចទេស៊ុបនេះឆ្អាប់ណាស់លោកចុងភៅសុងស៊ុបនេះលោកក៏ធ្លាប់ធ្វើដែរតែហេតុអ្វីបានជាភ្ញៀវគេត្អូញបែបនេះនៅខ្វាងជើគេប្រើគ្រឿងសមុទ្រស្រស់ហើយចម្អិនភ្លាមតែម្ដងតែនៅទីនេះប្រើតែគ្រឿងសមុទ្រកករយៈពេលនិងកម្រិតកម្ដៅវាក៏ខុសគ្នាដែរបើនៅតែប្រើរូបមន្តចាស់ដែលវាច្បាស់ជាមានក្លិនឆ្អាបហើយចុះលោកមិនជួយទឿនគេទៅមនុស្សដែលធ្លាប់ឈ្នះពីមាសទៅហើយតើត្រូវការឲ្យខ្ញុំទៅប្រាប់គេទៀតឬលោកម្ចាស់ខ្ញុំនឹងទៅរកអ្នកជំនាញថ្មីបន្ថែមទៀតទៅទៀតឬត្រឹមតែមួយខែសោះខ្ញុំបណ្ដេញចុងភៅធំអស់2នាក់និងចុងភៅរងម្នាក់ហើយខាងក្រៅគេនិយាយថាមិនខ្លះដែរគេថាចុងភៅសន្តាគារហួរសេងហ្វូដូចមានបន្លានៅមុខចង្កានអ្នកណាចូលទៅគឺត្រូវតែជឿចាប់តែយើងមិនអាចបណ្ដោយឲ្យគេមកត្រួតត្រាយើងបែបនេះបានទេពេលម៉ាក់របស់ឯងចាក់ចេញឯងទើបតែមានអាយុ12ឆ្នាំអញធ្លាប់បានសន្យាជាមួយគាត់ថានឹងចិញ្ចឹមឯងឲ្យបានល្អឲ្យឯងមានមុខមាត់ក្នុងសង្គមតែឯងមើលចុះ2ឆ្នាំមកនេះឯងធ្វើអីខ្លះទៅអញ្ជើញសុំយួនមកវិញមិនថាគេទានលក្ខខណ្ឌអ្វីទេយកព្រមឲ្យគេចុះលោកចុងភៅសុងញ៉ាំកាហ្វេបន្តិចទៅនេះជាកាហ្វេល្អបំផុតដែលខ្ញុំបានកំងនាំចូលពីយ៉ាម៉ៃកាមកផ្ទាល់លោកមកចូលសាច់រឿងតែម្ដងទៅលោកមិនមែនមកអញ្ជើញខ្ញុំញ៉ាំកាហ្វេលេងមែនទេហាហាយល់ច្បាស់ណាស់ចុះត្រឡប់ទៅវិញទៅសុងយួនលក្ខខណ្ឌគឺឲ្យលោកដាក់ខ្លួនឯងទៅចុះទាំងប្រាក់ខែដំឡើងទ្វេដងនិងសិទ្ធិគ្រប់គ្រងក្នុងផ្ទះបាយទាំងស្រុងលោកនិយាយថាម៉េចគឺតាមនឹងបើចង់ឲ្យខ្ញុំត្រឡប់ទៅវិញខ្ញុំមានលក្ខខណ្ឌ2លោកនិយាយមក100លក្ខខណ្ឌក៏ខ្ញុំយកព្រមដែរទី1លោកនិងលោកវាងត្រូវតែមកសុំទោសខ្ញុំជាសាធារណៈចំពោះមុខបុគ្គលិកទាំងអស់
ហើយប្រាក់ពិន័យ$2000នោះត្រូវតែយកមកសងខ្ញុំដោយផ្ទាល់ដៃវិញមិនមែនឲ្យដើរចូលមកទេស្មារួចហើយនិយាយថាគូសុំទោសនោះទេគឺត្រូវអោនក្បាលគោរពខ្ញុំចង់ឲ្យមនុស្សទាំងសាលាម្នាក់បានឃើញផ្ទាល់ភ្នែកសូមយន់ជើលោកចាំបាច់ត្រូវតែធ្វើដល់ថ្នាក់នេះមែនទេលោកមិនព្រមក៏បានដែរទៅរកអ្នកផ្សេងចុះចាំសិនបានខ្ញុំយល់ព្រមចុះលក្ខខណ្ឌទី2វិញទី2លើកនេះខ្ញុំមិនមែនជាបុគ្គលិករបស់សន្តាគារទេខ្ញុំជាទីប្រឹក្សាបច្ចេកទេសដែលពួកលោកអញ្ជើញមកពីខាងក្រៅថ្លៃសេវាប្រឹក្សា150,000ត្រូវបើកប្រាក់មុនទើបចាប់ផ្ដើមការងារលោកឈួតទៅហើយលោកនេះវាហួសហេតុពេកហើយលោកនាយកកាលពីប៉ុន្មានឆ្នាំមុនគ្រាន់តែខ្ញុំភ្លក់ស៊ុបមួយស្លាបព្រាលោកពីនៃខ្ញុំ$2000លោកនិយាយថាវាច្បាប់គឺច្បាប់យេចុះឥឡូវនេះបើប្រើច្បាប់ទីផ្សារវិញថ្លៃទីប្រឹក្សាម្នាក់150,000នេះគឺតម្លៃមិត្តភក្តិហើយបើលោកគិតថាវាថ្លៃលោកអាចទៅសួរមើលចុះតើមានអ្នកណាហ៊ានមកដោះស្រាយរឿងមួយគំនុំនេះដែរទេអ្នកនាងលីរៀបចំខ្លួនឲ្យស្រួលថ្ងៃខាងស្អែកម៉ោង2រសៀលប្រជុំបុគ្គលិកទាំងអស់អ្នកនាងទទួលខុសត្រូវជូនដំណឹងដល់គ្រប់គ្នាយ៉ាងទូលំទូលាយហាមខ្វះម្នាក់ឲ្យសោះអញយកព្រមឲ្យគេ150,000ហើយនៅត្រូវឲ្យគេអង្ក្បាលគោរពទៀតចុះមិនមែនយកមុខមាត់ពួកយើងមកជន់ឈ្លីច្បាស់ទេហេអញដឹងទេថាម្សិលមិញលោកជើនិយាយថាគាត់ថាបើកិច្ចការនេះបរាជ័យគាត់នឹងកាត់ថវិកាផ្នែកតំបន់ហ៊ូតុងពាក់កណ្ដាលកាត់ពាក់កណ្ដាលនឹងវាមានន័យថាគឺសន្តាគារ16កន្លែងមនុស្សជាង3,000នាក់នោះអីអញគិតថាអញម្នាក់ទេដែលបាត់បង់មុខមាត់ចាស់របស់ខ្ញុំគឺអញធ្វើឲ្យខូចអស់ហើយអញគិតថាខ្ញុំមិនដឹងទេហេថាអញទៅតាក់ទងអ្នកណាខ្លះទាំងពួកសន្តាគារជនសៀវនោះទៀតអញគិតថាខ្ញុំមើលមិនឃើញទេហេពូខ្ញុំមិនបានពិតមកទៅរៀបចំការប្រជុំថ្ងៃស្អែកទៅផ្នែករដ្ឋបាលប្រកាសឲ្យដឹងផងថ្ងៃស្អែកម៉ោង2រសៀលប្រជុំបុគ្គលិកទាំងអស់ម្នាក់ត្រូវតែមកឲ្យគ្រប់គ្នាបងស្រីបើបងនៅទីនេះតើបងនឹងឲ្យខ្ញុំធ្វើបែបណាទៅថ្ងៃនេះហៅពួកលោកមកគឺដើម្បីប្រកាសរឿងមួយជុំវិញបញ្ហារបស់មេចុងផើសុងដែលត្រូវបានពិន័យ$2,000ក្រុមគ្រប់គ្រងសន្តាគារបានពិនិត្យឡើងវិញហើយរកឃើញថាការដោះស្រាយរឿងនេះមិនសមរម្យទេមេចុងផើសុងខ្ញុំសុំទោសប្រាក់ពិន័យ$2,000ខ្ញុំសងជូនវិញគ្រប់ចំនួនគឺខ្ញុំវាងជីនមីងដែលគ្រប់គ្រងមិនបានល្អបណ្ដោយឲ្យរឿងតូចតែខ្លាយជារឿងធំវាធ្វើឲ្យប៉ះពាល់ដល់ទឹកចិត្តបុគ្គលិកឆ្នើមហើយក៏ធ្វើឲ្យខូចកេរ្តិ៍ឈ្មោះសន្តាគារយើងដែរមេចុងផើសុងខ្ញុំសុំទោសលោកនាយកវាងពិតជាយកចិត្តទុកដាក់មែនរឿងចាស់ចប់សពគ្រប់ហើយឥឡូវមកនិយាយរឿងការងារវិញម្ដងក្រោយពេលប្រាក់ឈ្នួល150,000ចូលកាន់នេះហើយខ្ញុំនឹងចាប់ផ្ដើមធ្វើការភ្លាមថ្លៃប្រឹក្សា$150,000នៅចូលធ្វើស្អីទៀតរៀបចំសម្ភារៈទៅបាត់មីចុងភៅជូនដំណឹងដល់ភ្ញៀវដែលបានកក់ទុកទាំងអស់គ្នាយប់នេះមេចុងភៅនឹងចុះផ្ទាល់ដៃបងលីនរយៈពេលនេះហាក់ដូចជាបងជួយមេចុងភៅសុងរហូតសោះខ្ញុំមិនបានជួយអ្នកណាទេខ្ញុំគ្រាន់តែជួយសន្តាគារដើម្បីឲ្យដឹងថាតើរសជាតិអាហារពិតប្រាកដវាទៅជាយ៉ាងណាលោកម្ចាស់យប់នេះមេចុងភៅធំយើងនៅទីនេះលោកអាចកុំងមុខម្ហូបណាដែលមានក្នុងបញ្ជីបានទាំងអស់ទី3បើហូលូមុខម្ហូបនេះធ្វើបានទេទី3បើហូលូភ្ញៀវកុំងហើយទី3បើហូលូត្រូវគ្រាកសាច់ចេញពីឆ្អឹងទាំងអស់ថែមទាំងមិនឲ្យដាច់ស្បែកទៀតផងត្រូវចំហុយហើយយកទៅបំពងទៀតបើគ្មានបទពិសោធន៍7ឆ្នាំទេគឺខូចមិនខាននេះវាសុបិនអាក្រក់របស់ចុងភៅច្បាស់ប្រាប់គេទៅថាអាចធ្វើបាន40នាទីទៀតនឹងលើកមកជូនអាចៅមើលឲ្យច្បាស់ណាកាំបិតទី1ត្រូវប៉ះនឹងឆ្អឹងកុំឲ្យឃ្លៀង1មីលីម៉ែត្រសោះបើឃ្លៀងស្បែកទៀតនឹងដាច់កន្លែងនេះត្រង់សន្លាក់ស្លាបគ្រាន់តែរមួលតិចទៅវាចេញហើយមើលយល់ទេមិនមែនប្រើកម្លាំងទេគឺកាំបិតទេដែលត្រូវរកឆ្អឹងដាក់គ្រឿងក្នុងឲ្យស្រួលបួលណាត្រូវខ្ចប់មាត់ទីឲ្យជិតដើម្បីរក្សាភាពស្រស់របស់វាបន្ទាប់មកត្រូវយកទៅចំហុយឲ្យឆ្អិនល្មមរសជាតិដ៏អស្ចារ្យកំពុងតែចាប់ផ្ដើមហើយតោះសាកល្បងរសជាតិទីដ៏ល្បីល្បាញនេះបន្តិចមើលរសជាតិមួយនេះវាពិតជាអស្ចារ្យមែននេះគឺជាស្នាដៃចុងភៅដែលខ្ញុំកំពុងស្វែងរកមែនអាឡូលោកនាយកវាងបាទខ្ញុំកំពុងស្ដាប់ក្រុមអ្នកវិតម្លៃមេចុងភៅមីឈើលីនចេញលទ្ធផលហើយណាអាហោះពួកគេផ្ដល់ពិន្ទុខ្ពស់ជាងស្តង់ដារផ្កាយមួយទៅទៀតទាំងបច្ចេកទេសភ្លើងនិងរសជាតិគឺល្អឥតខ្ចោះគ្រប់ចំណុចតែម្ដងពួកគេបានសរសេរកត់សម្គាល់មួយឃ្លាថា
សន្តាគារមួយនេះមានចុងភៅដែលយល់ពីព្រលឹងនៃម្ហូបចិនពិតប្រាកដលោកដឹងទេថាគេសរសេរអ្វីខ្លះមុខម្ហូបទី3បើហូលូមួយនេះធ្វើឲ្យខ្ញុំនឹកឃើញដល់ជីតារបស់ខ្ញុំខ្លាំងណាស់កុំអរគុណខ្ញុំអីខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាលោកគ្រូសុំម្យ៉ាងវិញទៀតខ្ញុំនឹងទៅលេងខាងនោះនៅសប្តាហ៍ក្រោយមិនមែនទៅត្រួតពិនិត្យអីទេគឺទៅជួបគាត់ផ្ទាល់តែម្ដងថ្ងៃនេះជាថ្ងៃជប់លៀងអបអរជ័យជំនះម្ហូបទី8គ្រឿងនេះខ្ញុំនៅក្បែរចង្ក្រាន50ឆ្នាំហើយក៏មិនដែលឃើញការចោះឆ្អឹងណាដែលល្អឥតខ្ចោះបែបនេះដែរខ្ញុំសូមចាញ់បាយគាត់ហើយហាហាលោកគ្រូពិតជាពូកែខ្លាំងណាស់មើលចុះយប់នេះអ្នកគ្រប់គ្រងមកមិនមាត់មួយម៉ាត់សោះសូម្បីតែលើកកែវស្រាជាមួយអ្នកណាក៏មិនព្រមដែរមនុស្សដែលឈរនៅមាត់ទ្វារជ្រុងនោះអញធ្លាប់ឃើញទេមិនដែលឃើញសោះម្នាក់នោះមិនមែនជាបុគ្គលិកសន្តាគារយើងទេហើយបន្តិចមុននេះគាត់ទើបតែផ្ដល់សញ្ញាភ្នែកដាក់អ្នកគ្រប់គ្រងមកទៀតផងស៊ូចាប់ពីថ្ងៃនេះទៅអញតាមដានអ្នកនេះឲ្យជាប់កុំឲ្យឃ្លាតឲ្យសោះមានចុះណាអីប្លែកត្រូវប្រាប់អញភ្លាមពួកមីឈីឡានមកដល់ហើយតែមិនក៏ថៅកែស្រឡាញ់អាសុងជាងសប្តាហ៍ក្រោយថៅកែមកតទៀតតើអញគួរធ្វើឬមិនគួរធ្វើត្រូវតែធ្វើអញដឹងទេថាអញចំណាយលុយប៉ុន្មានជាមួយសន្តាគារនេះបើហាងពួកឯងមិនដួលទេអញក៏គ្មានថ្ងៃបានងើបមុខដែរថ្ងៃខួបកំណើតហាងមនុស្សសំខាន់នឹងមកជួបជុំគ្នាបើមានបញ្ហាម្ហូបអាហារផ្សាយផ្ទាល់លើទូរទស្សន៍បែបនេះឈ្មោះសន្តាគារពួកឯងគឺចាប់មកងើបមុខលេងរួចហើយសូមគាត់ចេះដឹងពេកអញខ្លាចអ្វីបើសម្រេចការងារបានលុយ3លាននឹងចូលកន្នីអញភ្លាមដល់ពេលនោះចង់អង្គុយកៅអីគេឬចង់ឲ្យអញរកអ្នកមកជំនួសក៏តាមចិត្តអញចុះយកពងអញនឹងធ្វើវាលោកគ្រូរីកាប៉ូលីសទៅប៉ុណ្ណឹងវាលើសលប់ពេកហើយនៅមិនទាន់គ្រប់គ្រាន់ទេគ្មានសកម្មភាពអ្វីជាក់ស្ដែងសោះប៉ូលីសមកសួរនាំពី3មាត់ក៏ប្រឡែងទៅវិញធ្វើអីត្រូវធ្វើឲ្យចំចំណុចគ្រូរបស់នេះបានមកពីណាខ្ញុំធ្វើការផ្នែកនេះ20ឆ្នាំមកហើយមនុស្សដែលខ្ញុំស្គាល់ច្រើនជាងបាយដែលឯងញ៉ាំទៅទៀតពិធីខួបកំណើតនៅសល់តែ3ថ្ងៃទៀតទេយកកាមេរ៉ានេះទៅលាក់នៅជ្រុងក្នុងបន្ទប់ស្តុកទុកត្រង់កន្លែងខ្យល់ចេញចូលនោះឯងនឹងថតបានគ្រប់ជ្រុងជ្រោយអ្នកគ្រប់គ្រងមកចង់រៀបឆាកនៅក្នុងថ្ងៃខួបកំណើតអញ្ចឹងខ្ញុំនឹងរៀបឆាកគាត់សម្ដែងឲ្យអ្នកទូទាំងក្រុងមើលគ្រាន់តែតួឯកគឺជារូបគាត់ទុកធំដាក់ត្រង់នេះកាមេរ៉ា3គ្រឿងមួយថតចំឆាកមួយថតទូទាំងសាលហើយមួយទៀតដាក់តាមចលនាចាំបានទេចាំបានហើយចាលោកពូមិនបាច់បារម្ភទេមុខម្ហូបខ្ញុំពិនិត្យ3ដងហើយគ្រឿងផ្សំមកដល់រសៀលនេះខាងចុងភៅនឹងបន្ថែមចំនួនមនុស្សហើយរៀបចំរួចរាល់អស់ហើយលើកនេះគ្មានចន្លោះត្រង់ណាទេល្អណាស់បើលើកនេះធ្វើបានសម្រេចមិនមែនមានតែខ្ញុំម្នាក់ទេដែលបានមុខមាត់អរគុណលោកពូទូនីតិរបស់ឯងក៏ដល់ពេលត្រូវឡើងឋានៈបន្តិចដែររៀបចំរួចរាល់អស់ហើយមែនទេរបស់ថ្មីនេះបើនៅសីតុណ្ហភាពធម្មតា8ម៉ោងនឹងចាប់ផ្ដើមខូចគុណភាពរោគសញ្ញាដូចជាអាឡែស៊ីអាហារសមុទ្រធម្មតាពេទ្យរកមិនឃើញថាមានសារធាតុពុលទេយប់នេះយើងនឹងចុះដៃយករបស់ទាំងអស់ក្នុងបន្ទប់ស្តុកទុកចេញឲ្យអស់យកបង្គារស់ចេញជំនួសដោយបង្គាស្លាប់គ្រឿងសមុទ្រស្រស់ជំនួសដោយរបស់ផុតកំណត់ដល់ពេលនោះអ្នកណាក៏គិតថាបញ្ហាគឺមកពីចុងភៅដែរមិនមែនត្រឹមតែប៉ុណ្្នឹងទេទូរទស្សន៍កំពុងផ្សាយផ្ទាល់ទូទាំងប្រទេសនឹងឃើញថាពិធីជប់លៀងសន្តាគារយើងមានមនុស្សពលអាហារពេលនោះនាយកប្រតិបត្តិត្រូវតែចុះចេញពីតំណែងហើយអ្នកចុងភៅនោះនឹងត្រូវគេដេញចេញពីវិស័យនេះរហូតជានិច្ចរបស់ដែលគេដាក់មិនមែនជាបង្គាទេវាជាថ្នាំពោលទៅប្រាប់លោកលីវឲ្យហើយទៅគ្រឿងផ្សំទុកក្នុងឃ្លាំងត្រជាក់លេខ3ត្រូវរកចេញនៅម៉ោង4ទៀបភ្លឺនេះចំណែកមុខម្ហូបទាំងអស់សម្រាប់កម្មវិធីខួបកំណើតហាមដាច់ខាតប្រើរបស់ក្នុងឃ្លាំងនោះឯរបស់ដែលអ្នកគ្រប់គ្រងមកបានលួចប្ដូរទុកវាឲ្យនៅដដែលកុំឲ្យបាត់បង់1ក្រាមឡើយរបស់ទាំងនោះជាភស្តុតាងស្អែកនេះគាត់ចង់សម្ដែងរឿងមួយចឹងយើងត្រូវរៀបឆាកគាត់សម្ដែងឲ្យធំជាងនេះទៅទៀត
លោកប្រធានលីអរគុណដែលបានចំណាយពេលមកចូលរួមមើលនៅយប់នេះត្រូវបានរៀបចំយ៉ាងពិសេសដោយចុងភៅឯកលោកសុងផ្ទាល់តែម្ដងមុខម្ហូប12មុខសុទ្ធតែជាស្នាដៃលំដាប់ថ្នាក់ខ្ពស់លោកវាងឬថាបានផ្កាយមីឈឺឡាំងមួយមកក្រុងសប្តាហ៍ថ្ងៃនេះមានអ្នកណាមិនដឹងពីកេរ្តិ៍ឈ្មោះសន្តាគារលោកនោះឈ្មោះវ៉ាស៊ីនតោនហាហាហាយប់នេះខ្ញុំមកទាំងកាន់ចង្កេះមកជាមួយផងណាហាហាលោកគ្រូមេកាមកអំបញ្ញមិញដើរក្រឡឹងវងនៅមុខទ្វារឃ្លាំងត្រជាក់អស់4ជុំហើយទុកឲ្យវាដើរទៅគ្រប់យ៉ាងធ្វើទៅតាមផែនការហាហាហា មិនស្រួលទេបង្គាមួយនេះរសជាតិវាល្វីងចត់មិនដឹងទេ ខ្ញុំវិលមកណាស់សុំមានរឿងអីហ្នឹងគ្រប់គ្នាកុំអោស្លន់ស្លោអីខ្ញុំជាប្រធានផ្នែកអាហារនិងភេសជ្ជៈរបស់សន្តាគារមុខម្ហូបទាំងអស់នៅយប់នេះគឺគ្រប់គ្រងដោយមេចុងភៅធំសុងយានជើម្នាក់គត់ការគ្រប់គ្រងគ្រឿងផ្សំមានបញ្ហាប្រកាសជាកំហុសចេញពីគាត់ហើយសន្តិសុខបិទគប់ផ្ទះបាយខាងក្រោយភ្លាមមិនត្រូវឲ្យអ្នកណាម្នាក់ចេញទៅឡើយជាពិសេសគឺសុងយានជើសូមគ្រប់គ្នារក្សាភាពស្ងប់ស្ងាត់ខាងសន្តាគារនឹងសហការជាមួយប៉ូលីសដើម្បីស៊ើបអង្កេតសុងយានជើចេញមកឯងត្រូវតែទទួលខុសត្រូវចំពោះការធ្វេសប្រហែសរបស់ខ្លួនឯងសន្តិសុខចាប់វាឲ្យជាប់កុំអាឡោអីខ្ញុំមានអីឲ្យគ្រប់គ្នាដឹងជាមុនសិនគ្រប់គ្នាមើលឲ្យច្បាស់ណាស់កាលពីយប់មិញម៉ោង 11:17 នាទីយប់មេកាមកខាងផ្នែកអាហារនិងភេសជ្ជៈរបស់ពួកយើងបានលួចចូលទៅក្នុងឃ្លាំងទុកគ្រឿងផ្សំរួចដោះដូរគ្រឿងសមុទ្រដែលខូចគុណភាពអន់ជំនួសឲ្យគ្រឿងផ្សំសម្រាប់ពិធីជប់លៀងយប់នេះទាំងអស់កុហកវីដេអូនេះជាវីដេអូคล้ายៗទេជាបច្ចេកវិទ្យាអីទេវើយឯងចង់មួយបង្កាច់អញមែនទេឯងរៀបចំផែនការដើម្បីបំផ្លាញអញមែនទេលោកអធិការស៊ូជួយពិនិត្យមើលបន្តិចទៅមើលពេលវេលានៅលើវីដេអូគឺមានភាពលំដាប់លំដោយជាប់គ្នាហើយលទ្ធផលសម្គាល់មុខតួអង្គក៏ត្រូវនឹងជនសង្ស័យឈ្មោះម៉ាដែរហ្វាល់វីដេអូដើមរួមទាំងឧបករណ៍ថតត្រូវបានរក្សាទុកដើម្បីធ្វើជាភស្តុតាងច្បាស់កាលណានាំខ្លួនទៅលោកពូជួយខ្ញុំផងលោកពូខ្ញុំជាក្មួយប្រុសរបស់ពូណាពូមិនអាចបណ្ដោយឲ្យគេនាំខ្លួនខ្ញុំទៅបែបនេះទេពេលដែលម្ដាយអញលាចាកលោកទៅអញទើបតែមានអាយុ12ឆ្នាំទេគាត់បានផ្ដាំឲ្យខ្ញុំមើលថែឯងឲ្យបានល្អតែអញបែរជាចង់បំផ្លាញសន្តាគារនេះដែលជាកន្លែងម្ដាយអញធ្លាប់ខំប្រឹងធ្វើការពីមុនទៅវិញលោកប៉ូលីសនាំខ្លួនវាទៅចុះកុំគឺមេកាមកជាអ្នកជួលពួកយើងគាត់ឲ្យម្នាក់ 1000 រៀលហើយប្រាប់ឲ្យពួកយើងធ្វើពុតជាឈឺពោះរួចដួលទៅលើដីគាត់ថាគ្រាន់តែសម្ដែងធ្វើពុតទេមិនខុសច្បាប់អីឡើយទើបពួកយើងជឿតាមទៅគ្រប់គ្នាបានយល់អស់ហើយមែនទេជនរងគ្រោះទាំង3នាក់អំបញ្ញមិញនេះគឺសុទ្ធតែជាអ្នកសម្ដែងដែលមេកាមកជួលមកសោះចំណែកឯមុខម្ហូបទាំងអស់នៅក្នុងពិធីជប់លៀងយប់នេះចាប់តាំងពីមុខម្ហូបកំមុងដំបូងរហូតដល់បង្អែមលៀងមាត់ចុងភៅសុងរឿងកន្លងមកគឺខ្ញុំខុសហើយមកពីខ្ញុំវាភ្នែកខ្វាក់មើលមិនធ្លុះសំបីតែក្មួយបង្កាត់ខ្លួនឯងក៏មើលមិនដឹងបើសិនជាម្ដាយគេដឹងរឿងនេះលោកប្រធានវាងខ្ញុំសូមសួរលោក3សំណួរទី1មេកាមកធ្វើព្យុះធ្វើភ្លៀងនៅក្នុងផ្ទះបាយអស់រយៈពេល2ឆ្នាំមកហើយកាត់លុយរង្វាន់បុគ្គលិកពីនៃលុយគ្មានហេតុផលចាត់ទុកផ្ទះបាយដូចជាអាណាចក្រតូចរបស់ខ្លួនឯងក្នុងនាមលោកជាអគ្គនាយកតើលោកធ្លាប់អើពើដឹងឬខ្លះទេទី2គេត្រូវរកជាមួយសន្តាគារគូប្រជែងប្រើប្រាស់គ្រឿងផ្សំខូចគុណភាពរឿងបែបនេះមិនមែនទើបតែនឹកឃើញធ្វើភ្លាមនោះទេគេលួចទៅជួបមនុស្សរបស់សន្តាគារជីនស៊ីវយ៉ាងហោចណាស់ក៏កន្លះឆ្នាំដែរហើយលោកក្នុងនាមជាមេបង្កើតរបស់គេហើយក្នុងនាមជាអគ្គនាយកសន្តាគារនេះលោកមិនដឹងខ្លួនតតែសោះហាទី3ប្រសិនបើយប់នេះខ្ញុំមិនបានត្រៀមខ្លួនទុកមុនមួយជំហានទេនោះប្រសិនបើគ្មានកាមេរ៉ាសុវត្ថិភាពថតចប់សកម្មភាពគេលួចដូរគ្រឿងផ្សំទេភ្ញៀវជាង300នាក់សុទ្ធតែជាអ្នកមានមុខមាត់ក្នុងទីក្រុងឥឡូវនេះលោកមិនមែនកំពុងអង្គុយនិយាយលេងនៅទីនេះទេគឺលោកកំពុងស្ថិតនៅក្នុងបន្ទប់ស៊ើបអង្កេតរបស់ប៉ូលីសលោកប្រធានវាងថ្ងៃនេះដែលខ្ញុំនៅហៅលោកថាដោយលោកប្រធានវាងគឺមួយម៉ាត់នេះមិនមែនមកពីខ្ញុំគោរពលោកនោះទេគឺដោយសារតែខ្ញុំបានឈរនៅក្នុងផ្ទះបាយមួយនេះអស់រយៈពេល20ឆ្នាំមកហើយសូម្បីតែឪពុករបស់ខ្ញុំក៏ធ្លាប់ឈរធ្វើការនៅក្នុងសន្តាគារនេះដែរតែលោកមិនដែលចេះផ្ដល់តម្លៃឬគោរពអ្នកដែលឈរធ្វើការនៅចំពោះមុខចង្ក្រានបាយណាម្នាក់សោះឡើយ
សន្តាគារនៅពេលនេះមិនសមនឹងឲ្យខ្ញុំបន្តនៅធ្វើការទៀតទេអញគិតច្បាស់ហើយមែនទេកិច្ចសន្យាធ្វើការរបស់អញនៅទីនេះមិនទាន់អស់សុពលភាពនៅឡើយទេខ្ញុំមិនបន្តទៀតទេលោកគ្រូដឹងទេឪពុកម្ដាយខ្ញុំតែងតែនិយាយថាធ្វើជាចុងភៅគឺគ្រាន់តែជាអ្នកបម្រើគេប៉ុណ្ណោះរាល់ពេលបុណ្យទានពេលសាច់ញាតិសួរថាខ្ញុំធ្វើការអ្វីនៅខាងក្រៅឪពុកខ្ញុំមិនដែលហ៊ានឆ្លើយចម្ដងណាឡើយគាត់គ្រាន់តែប្រាប់គេថាខ្ញុំធ្វើការស៊ីឈ្នួលនៅទីក្រុងប៉ុណ្ណោះតែពីថ្ងៃនេះពេលដែលខ្ញុំបានឃើញលោកគ្រូធ្វើមុខម្ហូបឧទាប8មុខហើយឃើញលោកគ្រូអាចទម្លាក់មេការមកនៅលើឆាកបានខ្ញុំស្រាប់តែមានអារម្មណ៍ថាធ្វើជាចុងភៅមិនមែនជារឿងគួរឲ្យបានគេទេគឺពួកមនុស្សដែលបោះបង់មុនសកាខ្លួនឯងឯណោះទេខ្ញុំមិនចង់ក្លាយជាមនុស្សដូចពួកគេឡើយល្អណាស់តែត្រូវនិយាយគ្នាឲ្យច្បាស់សិនណាតាមខ្ញុំគឺមិនបានស្រណុកដូចនៅសន្តាគារឡើយវាគ្រាន់បើជាងត្រូវមេការមកកាត់លុយវត្តមានហើយលីងភ្នែកដែរតាសោះអាឡូសូមសួរថាជាលោកគ្រូសុងយានជើមែនទេខ្ញុំជាអគ្គនាយកក្រុមហ៊ុនវ៉ាសិនគ្រប់ជូចិនយានជំរាបសួរលោកប្រធានជូលោកគ្រូសុងរឿងកាលពីយប់មិញក្នុងកម្មវិធីខូបអនុស្សាវរីយ៍នោះខ្ញុំបានបើកមើលវីដេអូថតសកម្មភាពទាំងស្រុងឡើងវិញហើយខ្ញុំមើលតាំងពីដើមដល់ចប់អស់3ដងឯណោះស្នាដៃធ្វើម្ហូបរបស់លោកបានជួយស្រោចស្រង់វិបត្តិជំនឿចិត្តពីខាងគណៈកម្មការមីឆលីនិងការវាយបកវិញយ៉ាងឆ្លាតវៃរបស់លោកបានបង្វែររបាយក៏បង្កាច់បង្ខូចដែលគេរៀបចំឡើងយ៉ាងផិតផ្ចង់នោះឲ្យក្លាយជាព្រឹត្តិការណ៍គំរូមួយដែលល្បីរន្ទឺពេញមួយវិស័យនេះតែម្ដងក្រុមប្រឹក្សាភិបាលក្រុមហ៊ុនបានសម្រេចជាឯកច្ឆន្ទគោរពអញ្ជើញលោកមកកាន់តំណែងជាមេចុងភៅធំប្រចាំសន្តាគារទាំង16មួយរបស់វ៉ាសិនគ្រប់ជាប្រធានទីប្រឹក្សាត្រួតពិនិត្យគុណភាពម្ហូបចិនរបស់សន្តាគារទាំង16ប្រាក់ខែប្រចាំឆ្នាំគឺ80,000 យន់ក្នុងមួយឆ្នាំត្រូវស្រាវជ្រាវបង្កើតមុខម្ហូបថ្មីចំនួន4ឈុតតាមរដូវកាលរាល់ពេលមានសាខាថ្មីបើកដំណើរការលោកជាអ្នកទៅត្រួតពិនិត្យផ្ទាល់ក្រៅពីនេះក្រុមហ៊ុននឹងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវម្ហូបចិនឯករាជ្យមួយសម្រាប់លោកតែម្ដងលោកអាចជ្រើសរើសក្រុមការងារដោយខ្លួនឯងបានអ្វីគ្រប់យ៉ាងគឺធ្វើទៅតាមស្តង់ដាររបស់លោកទាំងអស់លោកគ្រូសុងលោកប្រធានជូខ្ញុំមានលក្ខខណ្ឌ2បាទអញ្ជើញលោកនិយាយមកទី1ខ្ញុំចង់នាំកូនសិស្សរបស់ខ្ញុំទៅជាមួយដែរគេឈ្មោះជូសៀវប៉ូឆ្នាំនេះទើបតែអាយុ20ឆ្នាំពេញទេគេមិនមែនទៅធ្វើជាកូនកំបិតរងដៃរងជើងទេគឺជាលោកធាតុអាកាសស្នូចំនួនដំបូងនៃមជ្ឈមណ្ឌលស្រាវជ្រាវបានតាសោះចុះលក្ខខណ្ឌទី2វិញខ្ញុំចង់យកមេដាំផ្កាគួយហ្វា1ម៉ែត្រទៅជាមួយនៅទីធ្លាក្នុងមជ្ឈមណ្ឌលស្រាវជ្រាវនោះខ្ញុំចង់ដាំផ្កាគួយហ្វាមួយដើមខ្ញុំនឹងឲ្យគេរៀបចំដីដែលល្អបំផុតទុកជូនលោកថ្ងៃនេះខ្ញុំនឹងបង្រៀនអ្នកទាំងអស់គ្នានៅមុខម្ហូបមួយមុខនោះគឺខ្សាច់ជ្រូកមុខម្ហូបដំបូងរបស់ប្រធានទីប្រឹក្សាបែរជាមុខម្ហូបនេះទៅវិញខ្សាច់ជ្រូកសាមញ្ញពេកដឹងទេពួកឯងគិតថាខ្សាច់ជ្រូកវាសាមញ្ញពេកមែនទេកាលនោះលោកអភិបាលខេត្តបានរៀបចំពិធីជប់លៀងទទួលភ្ញៀវបរទេសតែមុខម្ហូបចម្បងគឺខ្យងប៉ៅហ៊ីបែរជាត្រូវខូចខាតអស់រលីងខ្ញុំបានចំណាយពេលត្រឹមតែ15នាទីប៉ុណ្ណោះដើម្បីខ្សាច់ជ្រូកមួយឆ្នាំងនេះឡើងភ្ញៀវបរទេសទាំងនោះថែមបាយដល់ទៅ3ចានឯណោះក្រោយមកមានគេសួរខ្ញុំថាតើឯងមានសមត្ថភាពអីទៅគឺផ្អែកលើការដែលខ្ញុំចំណាយពេល20ឆ្នាំមកធ្វើតែរឿងមួយមុខនេះឯងធ្វើម្ហូបក៏ដូចជាធ្វើមនុស្សអញ្ចឹងដែរកម្រិតភ្លើងគ្រឿងផ្សំនិងពេលវេលាគឺមិនអាចខ្វះចន្លោះសូម្បីតែបន្តិចកាលខ្ញុំនៅក្មេងខ្ញុំតែងតែគិតថាម្ហូបកាន់តែស្មុគស្មាញទើបកាន់តែអស្ចារ្យលុះត្រាណាតែត្រូវជីវិតបង្រៀនមួយមេរៀនទើបខ្ញុំយល់ច្បាស់ថាអ្វីដែលពិបាកពិតប្រាកដមិនមែនជាការថែមគ្រឿងផ្សំចូលទៅប៉ុន្មានគឺការដឹងថាពេលណាត្រូវពន្លត់ភ្លើងឯណោះទេវាដូចជាការរស់នៅអញ្ចឹងមិនមែនឲ្យតែច្បាប់ទម្លាប់ដែលអ្នកដទៃដាក់ឲ្យយើងត្រូវតែទទួលយកទាំងអស់នោះទេរឿងខ្លះឯងត្រូវតែសម្រេចចិត្តដោយខ្លួនឯងថាតើពេលណាខ្ញុំប្រាប់ថាល្មមហើយរសជាតិមួយនេះដូចបេះបិទនឹងស្នាដៃដែលលោកយាយខ្ញុំធ្លាប់ធ្វើឲ្យញ៉ាំអញ្ចឹងគាត់បានចែកឋានទៅ8ឆ្នាំហើយខ្ញុំស្មានតែមួយជីវិតនេះមិនអាចមានឱកាសបានញ៉ាំរសជាតិបែបនេះទៀតទេតើនៅលើបណ្ដាញសង្គមគ្រប់គ្នាតែងតែហៅលោកថាមេចុងភៅបន្ទាប់ពីលោកត្រូវប្រធានម្នាក់មើលងាយរួចមកលោកបានប្រើត្រឹមតែវិន័យដើម្បីវាយបកយកឈ្នះវិញតើលោកមានយោបល់យ៉ាងណាដែរចំពោះរឿងនេះចា៎វិន័យទាំងនោះមិនមែនបង្កើតឡើងដើម្បីវាយបកអ្នកណាម្នាក់ឡើយខ្ញុំគ្រាន់តែយល់ច្បាស់នៅរឿងមួយក្នុងរាត្រីមួយនោះការគោរពមិនមែនជាអ្វីដែលអ្នកដទៃផ្ដល់ឲ្យយើងនោះទេគឺវាបានមកពីការដែលយើងដណ្ដើមវាដោយសមត្ថភាពខ្លួនឯងវិជ្ជាជីវៈគឺស្ថិតនៅលើដៃចំណែកឯកាលានុវត្តភាពគឺចារឹកទុកក្នុងចិត្តរបស់ទាំងពីរយ៉ាងនេះគ្មានអ្នកណាអាចដណ្ដើមយកពីយើងបានឡើយទោះបីជាអញស្ថិតនៅក្នុងផ្ទះបាយដែលធំប៉ុណ្ណាក៏ដោយនឹងហើយវាជាពូជតែមួយដូចដើមឈើដែលឯងធ្លាប់ដាំកាលពីមុនអញ្ចឹងគេថាដីនៅម្ដុំនេះមានជីវជាតិល្អណាស់ច្បាស់ជាអាចដុះលូតលាស់ធំធាត់បានល្អមិនខាន